ចាសសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញវិធីប្រឡាក់ងៀតគោឥឡូវយើងមកមើលគ្រឿងផ្សំគឺយើងមានសាច់គោ3គីឡូរំដេងខ្ទឹមសហើយនិងម្រេចស្ករសចំនួន450ក្រាមប៊ីចេងកន្លះស្លាបព្រាកាហ្វេអំបិល100ក្រាមហើយនិងប្រេងខ្យងចំនួន1ស្លាបព្រាបាយជាដំបូងនាងខ្ញុំធ្វើការបុកខ្ទឹមសរំដេងម្រេចយើងបុកឲ្យវាម៉ត់បែបហ្នឹងហើយបន្ទាប់មកខ្ញុំចាក់គ្រឿងទាំងអស់ដែលយើងរៀបរាប់ខាងលើចូលក្នុងចានធំមួយជាមួយសាច់យើងហ្នឹងដើម្បីធ្វើការប្រឡាក់វាហើយបើសិនជាបងប្អូនចង់បានរសជាតិហឹរយើងអាចដាក់ជាមួយនឹងម្ទេសហុយយើងបានណាពេលដែលយើងដាក់គ្រឿងសព្វហើយខ្ញុំធ្វើការច្របល់ច្បាច់វាឲ្យវាចូលជាតិល្អបន្ទាប់ពីយើងច្របាច់ចូលជាតិល្អហើយខ្ញុំធ្វើការផ្អាប់វាទុករយៈពេល1ថ្ងៃហើយទើបយើងចាប់ផ្ដើមយកមកដាក់នៅម៉ាស៊ីនសម្ងួតឬក៏បងប្អូនអាចហាលនៅកម្ដៅថ្ងៃក៏បានដែរចាបន្ទាប់ពីវាស្ងួតមកយើងបានជារូបភាពបែបហ្នឹងចាឥឡូវយើងអាចយកវាទៅអាំងញ៉ាំបំពងក៏បានហើយបើបានញ៉ាំជាមួយជ្រូកបែបនេះទៀតអូយរឹតតែអែមតែម្ដងចាអរគុណច្រើនសម្រាប់ការទស្សនាហើយសង្ឃឹមថាជួបគ្នាក្នុងវីដេអូក្រោយទៀតណា